ខ្ញុំបានឈ្មោះអ៊ុនខេមអាយុ69ឆ្នាំស្រុកកំណើតនៅភូមិស្រែធំឃុំទឹកល្អក់ស្រុកព្រៃនប់ខេត្តកំពតបន្ទាប់មកទៀតខ្ញុំមករស់នៅភូមិពីមឃុំតតោកស្រុកសំឡូតខេត្តបាត់ដំបងដែលខ្ញុំស្ថានភាពខ្ញុំមានគ្រួសារមានកូន5ស្រី1បាទឥឡូវនេះបច្ចុប្បន្ននេះខ្ញុំកំពុងធ្វើមេឃុំតតោកស្រុកសំឡូតខេត្តបាត់ដំបងស្ថានភាពសុខភាពរបស់ខ្ញុំក្នុងនាមជាពិការមួយហើយសុខភាពមានសុខភាពគួរសមមានទ្រុឌទ្រោមតិចតួចក្នុងការលើសឈាមបាទតិចតួចបាទពីកាលសម័យមុនសង្គ្រាមខ្ញុំនៅអាយុប្រហែលជា10ឆ្នាំឬក៏13ឆ្នាំក្រោមចុះមកទេហើយដូច្នេះក្តីសប្បាយរបស់ខ្ញុំបានតិចតួចខ្ញុំកំពុងតែមានការរៀនសូត្រហើយពេលរៀនសូត្រហ្នឹងខ្ញុំនៅភូមិកំណើតរបស់ខ្ញុំនៅភូមិស្រែធំឃុំទឹកល្អក់ស្រុកព្រៃនប់ខេត្តកំពតហ្នឹងដដែលកំពុងតែរៀនសូត្ររហូតដល់ឆ្នាំ70មកបន្ទាប់មកបានមានការរដ្ឋប្រហារហើយខ្ញុំឈប់រៀនមានការបែកបាក់មានការគេឃើញកងទ័ពព្រៃរបស់ខ្មែរក្រហមដែលចូលមកឃើញដោយខ្ញុំមានទឹកចិត្តស្រឡាញ់កភ្លើងបងងតែម្ដងដូច្នេះខ្ញុំចូលធ្វើតបនឹងតែម្ដងដូច្នេះខ្ញុំចូលធ្វើតបជាដំបូងខ្ញុំនៅមន្ទីរគេហៅថាមន្ទីរតំបន់ខ្ញុំអត់ទៅចេះនៅវាមិនសប្បាយចិត្តមិនចូលចិត្តអាកន្លែងមន្ទីរតំបន់ហ្នឹងរួចខ្ញុំរត់ទៅនៅអង្គភាពយោធាកងទ័ពនៅសមរភូមិមុខខ្ញុំនៅក្នុងខេត្តកំពតតាមផ្លូវជាតិលេខ3តាំងពីវារិញស្ពានកំពង់ស្មាច់រហូតដល់បឹងទូកបាទបន្ទាប់មកខ្ញុំមកនៅក្រោយគេហៅខ្ញុំនៅមន្ទីរម្ដងទៀតខ្ញុំអត់ចេះនៅខ្ញុំទៅរត់ចូលអង្គភាពកងទ័ពកងពលទី1ដែលគេហៅថាកងទ័ពភូមិភាគនេដីបាទនៅឈរជើងនៅខេត្តកំពង់ឆ្នាំងរហូតមានការងារវាយជាមួយកងទ័ពលន់នល់បាទតាមផ្លូវជាតិលេខ5តែម្ដងពីព្រែកភ្នៅរហូតដល់កកោដែលមុខសញ្ញាដែលខ្ញុំត្រូវវាយបន្ទាប់មកយើងខ្ញុំបានឆ្លងមកចូលវាយផ្លូវជាតិលេខ4ពីកំបូលរហូតដល់ដោះកញ្ចោសាយចុះសាឡើងបានមកដល់ផ្លូវជាតិលេខ5វិញតែម្ដងម្ដុំសាលាលេខ5លងវែកជាយូរបន្តរហូតដល់បើកយុទ្ធនាការធំបំផុតនៅក្នុងឆ្នាំ1973គេបើកសមរភូមិវាយលុកទីក្រុងភ្នំពេញជុំវិញទីក្រុងភ្នំពេញមុខសញ្ញារបស់ខ្ញុំនៅខាងលិចទីក្រុងភ្នំពេញម្ដុំកប់ស្រូវជូកវ៉ាទូលៀបតែម្ដងហ្នឹងខ្ញុំវាយនេះដល់ខែ4ខែ5ហ្នឹងទឹកភ្លៀងជោគជាំយើងដកទៅវាយតាមមុខសញ្ញាតាមខេត្តតាមផ្លូវជាតិលេខ4លេខ5តទៀតរហូតដល់ឆ្នាំ1974យើងលើកទិសវាយវិលុកទៅក្នុងភ្នំពេញម្ដងទៀតពីខែមករាមករហូតចឹងមកអត់វាយអត់បែកយើងដល់ខែភាសាយើងទៅតាមខែទៀតបាទតាមផ្លូវជាតិលេខ4លេខ5នេះទៀតដល់ឆ្នាំ1975ខែ1យើងលើកទិសទៅវាយទីក្រុងភ្នំពេញរហូតដល់យើងវាយបែកតែម្ដងពេលនោះ
មុននឹងវាយបែកពេល2ថ្ងៃតាហ៊ានលន់ណុលវាយបាក់ខ្សែត្រៀមបាទវាយបែកបាក់ខ្សែត្រៀមពេលនោះល្ងាចមេបញ្ជាការកងពលគេឲ្យពួកខ្ញុំចូលពិនិត្យសមត្ថភូមិទីតាំងម្ដងទៀតពេលយប់ដោយយើងចូលទៅស៊ើបការទីតាំងរបស់តាហ៊ានលន់ណុលគេនៅហ្នឹងពេលយប់ពេលនោះខ្ញុំដើរតាក់មីនដែលត្រូវរបួសពេលនោះអាហ្នឹងត្រូវដោយមីនក្លេម៉រខ្ញុំទៅដេកពេទ្យប្រហែលជាមួយខែកន្លះ2ខែហ្នឹងបានគេវាយទីក្នុងភ្នំពេញបែកតែម្ដងក្នុងរយៈពេលខែ4ឆ្នាំ1975តែម្ដងបាទខ្ញុំសូមរៀបរាប់ជីវប្រវត្តិរបស់ខ្ញុំតាំងពីរំដោះភ្នំពេញបែកភ្នំពេញមកបន្តមកខ្ញុំបាននៅអង្គភាពយោធាដដែលទេបន្ទាប់មកគឺឆ្នាំ75ហ្នឹងគេបញ្ជូនកងទ័ពមុខសញ្ញាកងពលខ្ញុំទៅធ្វើផ្លូវជាតិលេខ3និងផ្លូវរទេះភ្លើងនៅម្ដុំខេត្តតាកែវខែ5ខែ6 75ហ្នឹងគេបញ្ជូនកងពលរបស់ខ្ញុំមកនៅចោមចៅនិងស្ទឹងមានជ័យអាហ្នឹងយើងនៅធ្វើស្រែនិងនៅការពារជុំវិញក្នុងភ្នំពេញតែម្ដងបន្ទាប់មកខ្ញុំមានទិសនិងមានផែនការគេបញ្ជូនពួកខ្ញុំកងពលមកនៅខេត្តកោះកុងដើម្បីការពារព្រំដែនកោះកុងការពារព្រំដែនជាមួយប្រទេសថៃហើយនឹងការពារកោះនឹងតាមទន្លេសមុទ្រដូច្នេះយើងមានភារកិច្ចការពារប្រទេសការពារសមុទ្រកោះហើយនឹងបង្កបង្កើនផលដើរល្បាតទៅតាមដងផ្លូវព្រំដែនមួយចំនួនតែប៉ុណ្្នឹងដែរយើងអត់បានទៅដឹងពីទស្សនវិជ្ជាប្រជាជននៅខាងក្រៅយ៉ាងម៉េចទេព្រោះកន្លែងយោធាអត់មានប្រជាជនទេគឺនៅតែសត្វតែកងទ័ពបាទបន្ទាប់មកហ្នឹងទៀតខែក្នុងឆ្នាំ77ពាក់កណ្ដាលឆ្នាំ77គេត្រូវបញ្ជូនពួកខ្ញុំចំនួនប្រហែលជា400នាក់បានធ្វើដំណើរចេញទៅដោយជិះទូកចំនួន4ទូកបន្ទាប់មកលិចទូកមួយដោយខ្យល់ព្យុះរលកធំទូកដែលខ្ញុំផ្ទាល់នឹងតែម្ដងពេលខ្ញុំចេញពីមាត់ពីមដងតុងមកដល់ពីមកសោបហ្នឹងគឺចាប់ដើមបែកមានកណូតមួយដើម្បីមកអូសទៅដល់ចិត្តកោះកុងទឹកក្រៅកោះកុងក្រៅប្រហែលជាដី1គីឡូទឹកបានទូកនឹងលិចផ្លឹបហ្មងចាប់ដើមទូកផ្សេងមកជួយស្រង់មនុស្សហើយខ្ញុំឡើងអត់ទាន់គេទេបានអាគម្របកណូតមួយធំជិះ4នាក់ប្រហែលចេះតែហែលធាក់ជើងមកឡើងស្នេហ៍កោះកុងក្រៅបានសម្រាប់ហ្នឹងគេកងទ័ពគេការពារកោះហ្នឹងគេយកទៅដាក់មន្ទីរពេទ្យប្រហែលជា3ថ្ងៃបានស្ងប់អលោកនៅមាត់សមុទ្របន្តិចបានពួកខ្ញុំជិះកណូតមកស្រុកស្រែអំបិលឡើងមកហើយមកដល់ស្រុកពីនប់ទីបញ្ជាការកងពលគេរៀបចំបញ្ជូនទៅខេត្តកំពង់ចាមពេលនោះពួកខ្ញុំវានៅតតិតតាដាច់គ្មានសម្លៀកបំពាក់ដោយលិចទូកអញ្ចឹងគេផ្អាកយើងខ្ញុំឲ្យនៅប្រចាំការស្រុកព្រៃនប់នេះនៅមួយរយៈសិនដល់ចូលឆ្នាំ1978គេបញ្ជូនពួកខ្ញុំទៅកំពង់ចាមម្ដងទៀតដើម្បីទៅជួយខាងសួងមេមត់សួងនោះតែពួកខ្ញុំ
ចេញធ្វើដំណើរជិះឡានជិះអីទៅដល់ព្រៃក្តាមគឺពេលល្ងាចយើងសម្រាប់នៅព្រៃក្តាមដល់ម៉ោងនេះម៉ោងល្ងាចបានយើងទៅម្ដងទៀតភ្លឺយើងបានទៅដល់មាត់ទន្លេមេគង្គមាត់ទន្លេម្ដុំអូរៀងអូហ្នឹងយើងដាក់ខ្សែត្រៀមនៅហ្នឹងប្រហែលជាម៉ោង12ថ្ងៃត្រង់កងទ័ពវៀតណាមឆ្លងទន្លេបិទតែម្ដងទទួលពួកខ្ញុំដែលល្បាតហ្នឹងចាប់ផ្ដើមវាយគ្នាទៅត្រឹងទៅតែងខ្លាំងពេលនោះតែម្ដងបាទពេលនោះយើងទប់អត់ឈ្នះកងទ័ពវៀតណាមកងទ័ពវៀតណាមគេរុលមកដល់ព្រៃក្តាមដាច់ផ្លូវពួកខ្ញុំនៅខាងកើតផ្លូវជាតិលេខ6ពេលយប់ពួកខ្ញុំដាក់ផែនការនាំគ្នាវាយទម្លុះខ្សែត្រៀមវៀតណាមដែលឈរលាតសន្ធឹងនៅតាមផ្លូវជាតិលេខ6ហ្នឹងមកយើងខ្ញុំបានវាយដាច់ហើយបានឆ្លងមកបន្ទាយល្វែកទៅកាត់ទឹកព្រៃទន្លេសាបក្នុងបឹងរនាមនេះបលដល់មកដល់ពីយប់ពីថ្ងៃខ្ញុំឆ្លងមកដល់បន្ទាយល្វែកមកដល់ចាប់ដើមលាតខ្សែត្រៀមនៅបន្ទាយល្វែកហ្នឹងទាំងយប់ហ្នឹងព្រឹកឡើងកងទ័ពវៀតណាមនឹងវាយគ្នាធំមួយសាទៀតតែម្ដងវាយធំខ្លាំងមែនតើពេលនោះមានរថក្រោះវាយបាក់ខ្សែត្រៀមរថក្រោះបកិនត្រង់សេហើយកងទ័ពរត់ប្រសេកប្រសាចនៅលើផ្លូវជាតិលេខ5ហ្នឹងគេហៅថាសាត្រាចហ្នឹងងាប់នៅលើទួលហ្នឹងច្រើនជានេះពេលនោះក៏យើងបាក់ខ្សែត្រៀមរត់ជាបន្តទៀតទៅក្រោយមកបានយើងវាយស្បក់វាយឆ្លប់ទៅតាមផ្លូវលំមួយពីសាលាលេខ5ទៅអមលៀងទៅអីហ្នឹងយើងបានវាយនឹងជាបន្តបន្ទាប់របៀបវាយឆ្លប់ស្មក់ដើម្បីរំខានកងទ័ពកុំអោយរុលទៅលឿនពេកដូច្នេះពេលនោះរហូតមកដល់ស្រុកទឹកផុសយើងបានរំសាយកងទ័ពជាដុំនៅដោយឡែកតូចប្រកបទៅតាមដងព្រៃទៅតាមភូមិសាស្ត្រដែលយើងរស់នៅបានដូច្នេះពេលនោះមេបញ្ជាការកងពលគេចាត់តាំងឲ្យខ្ញុំទៅនៅស៊ើបពិនិត្យតាមផ្លូវជាតិលេខ5ហើយនឹងចុះទៅទន្លេសាបបាទចុះទៅទន្លេសាបប្រហែលជារយៈពេលមួយខែទៅមួយខែកន្លះខ្ញុំឡើងមកវិញទៅតាមផ្លូវខ្ញុំធ្លាប់ដើរហ្នឹងទទួលកងទ័ពវៀតណាមវាយទីតាំងរបស់ពួកខ្ញុំនៅហ្នឹងបានចាត់ចាយខ្ញុំអត់ដឹងគេមកហ្នឹងខ្ញុំដើរទៅតាមផ្លូវគេដាក់មីនខ្ញុំដើរជន់មីនហ្នឹងតែម្ដងបាទពេលខ្ញុំបានជន់មីនអញ្ចឹងពេលសង្គ្រោះសម្រាប់ខ្ញុំពេលនោះជន់មីនមិនមែនខ្ញុំអ្នកឯងទេមានម្នាក់មេបញ្ជាការកងតូចគាត់ដើរពីមុខខ្ញុំប្រហែលជា1ម៉ែត្រកន្លះហើយរកខ្ញុំដើរបន្ទាប់ពីក្រោយហ្នឹងហើយគាត់ដើរពីមុខហ្នឹងគាត់អត់បានពិនិត្យមើលហើយគេចងមាននឹងទេពេលគេចងគេយកអាខ្សែវ៉ឈើនៅកន្លែងហ្នឹងធ្វើជាខ្សែមីនតែម្ដងអត់មានចងទៅជាខ្សែមីនទៅជាដែកលួសអីទេអត់ទេបាទយកខ្សែវ៉ឈើហ្នឹងយកទៅចងមីនហ្នឹងហើយក៏ដើរតាក់ទូភឹងខ្ញុំក៏ត្រូវជើងអត់ទាន់ដាច់ទេខ្ញុំត្រូវប្រអប់ជើងដើររលួយដើរត្រូវប្រអប់ជើងកន្លែងនេះបាទដូច្នេះត្រូវប្រអប់ជើងអ្នកមុខហ្នឹងគឺត្រូវពីក្រោមរហូតដល់ផ្លូវហ្នឹងជើងទាំងពីរនៅសល់តែឆ្អឹងនៅសល់ស្ញាចតែម្ដងបាទហើយអ្នកនោះដើរមុខខ្ញុំហ្នឹងគាត់បាននិយាយរថាបងអើយជួយខ្ញុំផងខ្ញុំច្បាស់ជាស្លាប់ទៅហើយ
ពេលនេះសូមឲ្យបងជួយប្រាប់ម៉ែឪខ្ញុំថាខ្ញុំបានស្លាប់គាត់និយាយប៉ុណ្ណឹងគាត់ស្រែកថាពុទ្ធោអរហង្គខ្ញុំស្លាប់ទៅហើយដោយខ្ញុំមានបុណ្យផងហើយគាត់ដាច់ជីវិតរបស់គាត់ដល់នៅសល់ខ្ញុំពេលនោះកងទ័ពមកពីក្រោយឬមានទោសហើយគាត់មកជួយយកខ្ញុំពេលនោះគ្មានពេទ្យមានមកទេយកដោះខោអោងរុំជើងតែម្ដងសែងមិនសែងយកទៅមានមន្ទីរពេទ្យមិនអីទេរកកន្លែងដោយដប់ដោយដុំដែលសម្រាប់សន្តិសុខរបស់ខ្លួនកុំឲ្យពួកវៀតណាមមកទាន់ដូច្នេះគ្មានពេទ្យសង្គ្រោះព្យាបាលទេខ្ញុំគឺគ្មានថ្នាំគ្មានសង្កូវចាក់ទេពេលនោះរស់នៅបាន3ថ្ងៃជើងក៏កាន់តែហើមក៏កាន់តែរលួយយូរទៅដាច់គប់ជើងនេះតែម្ដងហើយពេលយូរទៅទៀតរលួយនៅសល់មួយកណាត់នេះនៅសល់តែឆ្អឹងមានសង្កូវលោតចេញពីឆ្អឹងយើងតទៅទៀតខ្ញុំរស់នៅកន្លែងពួនស្នាក់អាស្រ័យនៅម្ដុំទឹកផុសនៅវិហារបិទមាសហ្នឹងអស់រយៈប្រហែលជា1ឆ្នាំបានគេរៀបចំកម្លាំងពីព្រំដែននេះទៅយកខ្ញុំផ្សេងមកទៅព្រំដែនដែរមកព្រំដែននេះផ្សេងមកដល់ព្រំដែនហើយបានចូលដេកពេទ្យខ្មែរក្រហមកាត់ជើងកាត់ឆ្អឹងនេះចេញតែម្ដងដើម្បីបានកាត់ជើងប្រហែលបាន2-3 ខែបានយើងទៅធ្វើពេទ្យធ្វើជើងនៅមណ្ឌលបាត់ដំបងក្នុងសម័យសង្គ្រាមនេះខ្ញុំតាំងពី70រហូតដល់79រហូតដល់ឆ្នាំ2022នេះដោយមានការផ្សះផ្សាពីរដ្ឋាភិបាលហ្នឹងខ្ញុំប្រឡូកក្នុងសង្គ្រាមត្រូវរបួស3លើកបានមានតែ3លើកទេទី1ត្រូវក្បាលហ្នឹងដោយគ្រាប់ផ្លោងគេហៅថាកំភ្លើងធុន60មកជេ60មកហើយគេផ្លោងមកហើយបណ្ដាលឲ្យត្រូវរបួសពេលនោះក៏មានស្នាក់ការមានមន្ទីរពេទ្យគេសែងយកទៅមន្ទីរពេទ្យដេកនៅមន្ទីរពេទ្យហ្នឹងតែម្ដងពេលនោះខ្ញុំត្រូវរបួសជន់មានហើយខ្ញុំធ្លាក់ខ្លួនពិការមុនដំបូងយើងធ្លាប់នៅជើង2ដល់នៅជើង1ដើរជើងឈើច្រត់សងខាងហ្នឹងដើរដួលចហិតឈោមសឹងរាល់ថ្ងៃដល់យូរទៅធ្លាប់ហើយវាលំបាកយកមែនតែនបាទរឿងយើងពិការក្នុងបើនិយាយពីការរស់នៅក្នុងស្ថានភាពរស់នៅពេលនោះយើងមានប្រពន្ធមានកូនរកស៊ីចិញ្ចឹមប្រពន្ធចិញ្ចឹមកូនធ្វើស្រែធ្វើចំការដោយចិត្តបង្ខំដោយអត់បាទក្នុងការរើសអើងពេលនោះក៏មានការរើសអើងខ្លះដែរវាមិនថាគេសំណោះសំណោកយើងជាមួយយើងពិការដែរគេឃើញយើងពិការក្រោកខ្សត់លំបាកអញ្ចឹងទៅក៏គេមិនទៅយកចិត្តទុកដាក់ដែរបន្ទាប់មកបានមានទិសមានគោលនយោបាយអញ្ចឹងទៅខ្ញុំក៏បានទៅធ្វើជើងសពនិមិត្តនៅបាត់ដំបងបានក្រនដើរបានស្រួលបន្តិចហើយស្រួលហ្នឹងជើងខ្ញុំវាដាច់ខ្លីផងក៏លំបាកដើរដែរបាទធ្វើការងារអីគឺក៏លំបាកជាងគេដែរដើរឆ្ងាយក៏ប្រហែលដែរដោយសារយើងជើងយើងកាត់ខ្លីបាទរឿងលំបាកមែនតែនហ្មងក្រោយមកបន្តមកយើងបានជើងនឹងទៅឲ្យមានបានការងារធ្វើហ្នឹងគាត់ថាឆ្លងកាត់ជីវភាពមកវាគាត់ធូរបន្តិចហើយចូលដល់ធ្វើការមុនដំបូងខ្ញុំធ្វើអនុភូមិធ្វើមេភូមិអញ្ចឹងមក
ហើយបន្ទាប់មកខ្ញុំធ្វើនឹងស្មានឃុំបន្ទាប់មកចេញពីស្មានឃុំខ្ញុំឈរពីបេក្ខជនចូលឈ្មោះបោះឆ្នោតក្រុមឧស្សាហកម្មក្នុងឆ្នាំ2022នេះពេលហ្នឹងក៏ខ្ញុំបានជាប់ជាសមាជិកក្រុមឧស្សាហ៍រហូតដល់ជំទប់ទី2អញ្ចឹងទៅcònមានប្រាក់ឧបត្ថម្ភពីក្រុមឧស្សាហ៍អញ្ចឹងក៏គាត់បានការជីវភាពការរស់នៅចំពុនចំកូនវាមិនប្រក្រតីទេព្រោះគាត់ថាគាត់ប្រសើរជាងមុនបន្តិចបាទពេលបន្តមកទៀតខ្ញុំនៅជំទប់ទី2ទេក៏ឆ្លៀតពេលឱកាសចូលធ្វើដែលគណៈកម្មការអប់រំរឿងមានរឿងអីហ្នឹងបន្តទៅទៀតនៅក្នុងឃុំនេះហើយខ្ញុំមកជាប់បណ្ដាញមាននៅជាមួយអង្គការស៊ីម៉ាក់ហ្នឹងរហូតមកបាទពេលនោះខ្ញុំនៅធ្វើជាមេឃុំហើយខ្ញុំចូលបម្រើការងារពិនិត្យមើលឃើញក្របមីនក្រោយសំណល់ពីសង្គ្រាមគឺនៅបើនិយាយពីឃុំតតោកនេះមានសម្បូរមែនទែនសម្បូរមែនទែនអត់ឧបមាគឺជាហៅថាតំបន់មួយជាតំបន់ព្រំដែនហើយដូច្នេះកងទ័ពខាងនេះខាងនោះវាយគ្នាប្រឈមមុខគ្នានៅព្រំដែននឹងតែម្ដងដូច្នេះអាវុធយុទ្ធភ័ណ្ឌក៏មានច្រើនហើយនឹងការមានក្របមិនទាន់ទុះក៏មានច្រើនមានបង្កប់ក្នុងដីក៏មានច្រើនដើម្បីកុំអោយភាគីមកខាងរុលទៅចូលដល់ទីតាំងរបស់ខ្លួនមែនតែនហ្នឹងក្នុងស្ថានភាពក្របមីននៅឃុំតតោកមានពេលមុនដំបូងចប់សង្គ្រាមគឺមានច្រើនមែនតែនណាមានស្លាប់តាំងមនុស្សមានគូងាប់សัตว์គ្រប់បែបយ៉ាងងាប់ជាបន្តបន្ទាប់ពេលខែប្រាំងមានភ្លើងព្រៃឆេះគឺទោះដូចពេលប្រយុទ្ធគ្នាមួយយ៉ាងដែរបាទពេលយើងបញ្ចប់សង្គ្រាមមុនដំបូងគឺយើងលំបាកមែនទែនពេលប្រជាជនបង្កើនផលខ្លួនខ្ញុំបង្កើនផលក៏ប៉ះក្របមីនជាបន្តបន្ទាប់ដែរមានស្លាប់មានអីចឹងដែរពេលដែលរអនុផលទៅជាផ្សិតទៅជាវអ្វីផ្សេងដើម្បីដោះស្រាយជីវភាពក៏ជន់មីនស្លាប់តែម្ដងដែរជាបន្តបន្ទាប់មកខ្ញុំឃើញមានព្រឹត្តិការណ៍នៅឃុំតតោកយើងនេះដោយសម្បូរដោយក្របមីនក្រោយសំណល់ពីសង្គ្រាមច្រើនពេលមុនដំបូងគឺខ្ញុំមានទឹកចិត្តមួយមិនដឹងថាជួយគ្នារបៀបណាទេដូច្នេះឃើញស៊ីម៉ាក់អង្គភាពស៊ីម៉ាក់ដែលចូលមកធ្វើការអប់រំផ្សព្វផ្សាយអំពីយុទ្ធភ័ណ្ឌមិនទាន់ទុះមានក្របក្នុងដីអញ្ចឹងក៏ខ្ញុំបាទមានការស្ម័គ្រចិត្តចូលបម្រើការងារជាមួយអង្គភាពស៊ីម៉ាក់នឹងតែម្ដងគេហៅថាបណ្ដាញមីនរៀបចំបណ្ដាញមីននៅក្នុងថ្នាក់ឃុំទៅនឹងថ្នាក់ភូមិរហូតដល់យើងតាក់ទងគ្នាជាមួយស៊ីម៉ាក់បានរហូតហើយក្នុងពេលធ្វើការនេះហើយពេលមានបញ្ហាអីកើតឡើងប្រជាជនគាត់រាយការណ៍ឬក៏យើងឃើញក្របមីននៅកន្លែងណាក៏យើងរាយការណ៍ឲ្យស៊ីម៉ាក់ជាបន្តបន្ទាប់ពេលល្ងាចឡើងឬក៏ថ្ងៃឡើងមានឱកាសល្អទំនេរយើងដើរអ្នកចិត្តខាងឬក៏យើងជិះកង់ជិះអីដើរផ្សព្វផ្សាយអំពីកន្លែងដែលឃើញមានមុខសញ្ញាត្រូវចងគួចឬក៏យ៉ាងម៉េចយ៉ាងណាដើម្បីរាយការណ៍ជូនអង្គភាពស៊ីម៉ាក់ឲ្យតាន់ពេលវេលាកុំឲ្យមានការផ្ទុះរំខានដល់អាយុជីវិតរបស់យើងតទៅមុខទៀតដូច្នេះខ្ញុំបានចូលធ្វើក្នុងអង្គភាពស៊ីម៉ាក់ហ្នឹងនៅក្នុងឃុំនេះតែម្ដងបាទដោយឃើញវាសម្បូរពេកបាទខ្ញុំឃើញស្ថានភាពក្នុងឃុំតតោកមានច្រើន
លើសលប់អញ្ចឹងហើយកន្លងមកមិនថាអត់ដោះមានទេគឺបានដោះជាបន្តតែឃុំនេះវានៅចុងកាត់មាត់ញោកកន្លែងប្រឈមដែលមុខសង្គ្រាមខ្លាំងគេដូច្នេះខ្ញុំបាទសូមអំពាវនាវដល់រាជរដ្ឋាភិបាលក៏ដូចជាម្ចាស់ជំនួយឧបត្ថម្ភសូមឲ្យដោះមីនតទៅទៀតដោះមីនដីលំនៅឋានដីឬក៏ពង្រីកដីកសិកម្មដើម្បីចែកជូនប្រជាពលរដ្ឋមានសុវត្ថិភាពក្នុងការដោះស្រាយជីវភាពឲ្យបានសម្បូររុងរឿងហើយក៏សប្បាយចិត្តសប្បាយកាយហើយក៏មានសន្តិភាពក៏ដូចជាសន្តិភាពក្នុងផ្លូវចិត្តក៏ដូចជាផ្លូវកាយដែរហើយក៏ដូចជាកុំឲ្យមានបន្តមកទៅទៀតដូច្នេះខ្ញុំសូមទទូចអំពាវនាវដោយសប្បុរសជនរាជរដ្ឋាភិបាលនិងម្ចាស់ជំនួយផ្សេងដែលមានលទ្ធភាពដែលជួយឃុំតតោកយើងខ្ញុំដែលនៅក្នុងស្រុកសំឡូតដោយសម្បូរមីនហើយក៏មិនទាន់អស់នៅក្នុងដីកសិកម្មមកខ្ញុំបាន